ចាអត្ថបទថ្ងៃនេះខ្ញុំមានលើកឡើងអំពីការទុកឲ្យពេលវេលាជាអ្នកផ្លូវព្យាបាលផ្លូវចិត្តរបស់យើងមនុស្សយើងម្នាក់មិនមែនសុទ្ធតែល្អឥតខ្ចោះនឹងពូកែគ្រប់រឿងនោះទេរឿងខ្លះក៏យើងអាចធ្វើបានរឿងខ្លះទៀតក៏យើងមិនអាចធ្វើបានទៅតាមរឿងដែលយើងកំពុងរងចាំពេលវេលានឹងមកដល់ការដែលរងចាំពេលវេលាមិនមែនជាការធ្វើឲ្យយើងព្យាយាមធ្វើរឿងអ្វីម្យ៉ាងឲ្យអាចទៅរួចបានទេត្រូវចេះជួយខ្លួនឯងត្រូវចេះមើលទៅលើខ្លួនឯងចំពោះរឿងតូចតាចឬក៏រឿងធំក្តីប្រឹងឲ្យអស់ពីសមត្ថភាពហើយប្រសិនបើផ្លូវចិត្តរបស់យើងមិនបានល្អនោះទេហើយក៏មិនរឹងមាំទៀតនោះមានតែពេលវេលាទេជាអ្នកដែលអាចព្យាបាលផ្លូវចិត្តរបស់យើងបានបាទកន្លងទៅពីមួយថ្ងៃទៅមួយថ្ងៃអ្នកនឹងដឹងថាក្តីទុក្ខសោកដែលបានកើតមានចំពោះខ្លួនឯងនោះប្រសិនបើអ្នកធ្វើឲ្យខ្លួនឯងកាន់តែរវល់នឹងមិនទំនេរដែលអាចធ្វើឲ្យខួរក្បាលយើងមិនគិតផ្ដេសផ្ដាសបានពុំមាននរណាម្នាក់ដែលចង់ជួបបញ្ហាឬក៏ចង់ជួបរឿងដែលទុក្ខសោករឿងដែលមិនល្អរឿងដែលប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់ខ្លួនឯងនោះទេប៉ុន្តែក៏គ្មានអ្នកណាអាចគេចផុតចំពោះបញ្ហាផ្លូវចិត្តរឿងនេះបានដែរហើយភាគច្រើនមនុស្សយើងគឺគាត់តែងតែរើសនៅផ្លូវស្លាប់ដែលអាចជួយយឹតយងនៃបញ្ហារបស់គាត់បានរឿងរ៉ាវដែលកើតឡើងក្នុងជីវិតរបស់គាត់អាចគ្រប់ដណ្ដប់នៅក្នុងជីវិតរបស់គាត់បានលុះត្រាតែអ្នកជាអ្នកបណ្ដែតបណ្ដោយនៅពេលវេលានៅក្នុងជីវិតរបស់យើងនឹងធ្វើឲ្យខ្លួនឯងរងនឹងទទួលសម្ពាធបើយើងចេះកិច្ចចេញពីសម្ពាធទាំងនោះយើងអាចព្យាបាលវាបានដោយងាយប៉ុន្តែបើយើងមិនអាចកិច្ចផុតឬក៏ជៀសវាងនៅបញ្ហាដែលយើងកំពុងតែប្រឈមមុខបញ្ហាដែលយើងកំពុងតែជួបឬក៏យើងមិនអាចព្យាបាលនៅបញ្ហាដែលវាកំពុងតែទុះឡើងនៅក្នុងមុខរបស់យើងទេគឺមានតែពេលវេលាប៉ុណ្ណោះដែលអាចជួយឲ្យខ្លួនយើងបានហើយយើងកុំបង្ខំវានៅបញ្ហាដែលកំពុងតែកើតមានយើងគួរតែរើសនឹងពេលវេលាធ្វើឲ្យសន្សំយើងកុំលក្ខណៈថាកុំប្រញាប់ព្រោះតែអាចជំងឺផ្លូវចិត្តនេះវាកើតមានសឹងតែមនុស្សគ្រប់គ្នាប៉ុន្តែគ្រាន់តែថាវាមានតិចវាមានច្រើនវាអត់រើសមនុស្សចាស់ឬក៏ក្មេងអីទេអញ្ចឹងយើងបាច់ប្រញាប់វាពេកទេអញ្ចឹងទុកឲ្យពេលវេលាជាអ្នកដោះស្រាយ